ក៏មុំស្អីនេះស្មាននឹងទើមក្រោបអ្នកណាបានធ្វើជាប្រពន្ធសុយមកជីវិតតែម្ដងប្រពន្ធចរិតបែបនេះខ្ជិលច្រអូសអញ្ចឹងនោះបងអង្កានគាត់បានខ្លួនខ្ញុំហើយគាត់ចាប់ខ្ញុំនឹងពេលដែលគ្រប់គ្នាមិននៅផ្ទះវាត្រូវតែបែបនោះហើយឯងត្រូវតែទទួលខុសត្រូវលើកូនស្រីសំណប់ចិត្តរបស់យើងនេះពេលព្រឹកក្មេងៗទៅណែអស់ហើយនឹងម៉ែនឹងសយហេនឹងមិនធ្វើស្អីវើយនឹងឯងមើលម៉ែនឹងសយមកហើយអ្នកស្រីមានកែអីមែនទេអ្នកស្រីតោះទៅវត្តជាមួយនឹងយើងនឹងលបងសាក់បានទីគ្នាហើយទៅធ្វើអីដែរអ្នកស្រីហើយចាំបាច់មានខ្ញុំទៅជាមួយដែរមែនទេហ៎យីនេះសួរច្រើនមែនវើយជានោមទៅក៏ទៅជាមួយយើងទៅចាំបាច់សួរនោមឲ្យច្រើនយ៉ាងនេះនោះថារួចអ្នកទាំង3ក៏នោមគ្នាដើរចេញទៅនេះពេលថ្ងៃត្រង់នាងកេសរទៅតែភ្ញាក់ពីដេកដើរចុះពីលើផ្ទះហើយផ្ទះហាក់មានសភាពស្ងាត់ជ្រងំមិនបានជាផ្ទះស្ងាត់ម្ល៉េះគេនាំគ្នាទៅណាហើយលោកពុកហើយលោកពុកទៅណាបានហើយកុំមុំស្អីនេះស្មាននឹងទើមក្រោបអ្នកណាបានធ្វើជាប្រពន្ធសុយមកជីវិតតែម្ដងប្រពន្ធចរិតបែបនេះខ្ជិលច្រអូសអញ្ចឹងនោះខ្ញុំដេកក្រោកស្មានណាស្រេចតែខ្ញុំកុំមកចេះគិតតែធ្វើយ៉ាងណាឲ្យម៉ែលោកឯងនិងពុករបស់ខ្ញុំមិនបានរៀបការជាមួយគ្នាទៅបានហើយខ្ញុំនឹកឃើញគំនិតមួយដើម្បីកុំឲ្យម៉ែខ្ញុំរៀបការជាមួយនឹងពុករបស់នាងឯងមានគំនិតអីឆាប់និយាយភ្លាមមកនាងពីរសៀលក៏ពុកនាងកេសរនិងអ្នកស្រីសុភាបានត្រឡប់ពីវត្តមកផ្ទះវិញតែបានឮសំឡេងយំនៅលើផ្ទះទើបនាំគ្នាឡើងទៅមើលនេះមានរឿងស្អីហ្នឹងហេតុអីក៏យំអញ្ចឹងកើតអីនឹងកូនកេសរមិនក៏ខ្លួនឯងយំអញ្ចឹងអ្នកណាធ្វើអីខ្លួនឯងឆាប់និយាយប្រាប់ពុកភ្លាមមកលោកពុកមីងសុភាកើតអីក្មួយឆាប់និយាយភ្លាមមកគឺបងអង្កានគាត់កូនប្រុសមីងវាធ្វើស្អីក្មួយឯងអង្កានកូនឯងធ្វើស្អីទេទើបគេយំអញ្ចឹងហ៎ខ្ញុំសុំទោសម៉ែលោកពូហើយវាកើតស្អីឆាប់និយាយមកបងអង្កានគាត់បានខ្លួនខ្ញុំហើយគាត់ចាប់ខ្ញុំនឹងពេលដែលគ្រប់គ្នាមិននៅផ្ទះអាកូនឈួតហើយឯងក៏ឯងធ្វើដូច្នេះហ៎អាកូនឡប់អើយឯងថ្លំធំពេកហើយអាក្មេងឯងនេះថ្លើមធំណាស់ហ៊ានប្រព្រឹត្តរឿងបែបនេះដាក់កូនស្រីតែមួយរបស់យើងផងឯងមើលមិនឃើញក្បាលរបស់យើងទេមែនទេខ្ញុំខុសតែខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាងសម្រាប់ទង្វើដែលខ្ញុំបានធ្វើខ្ញុំនឹងចូលស្ដីដណ្ដឹងកូនស្រីរពូតាមប្រពៃណីនឹងរៀបការមិនអោយបាក់មុខនោះទេវាត្រូវតែបែបនោះហើយឯងត្រូវតែទទួលខុសត្រូវលើកូនស្រីសំណប់ចិត្តរបស់យើងនៅថ្ងៃបន្ទាប់នៅមាត់ពេទ្យមិននឹកស្មានថាល្បិចកូនពួកយើងធ្វើឲ្យលោកពុកនិងម៉ែលោកឯងមិនបានរៀបការជាមួយគ្នាយ៉ាងនេះសោះលោកពិតជាប្រកែកកំណត់មែនមិនសរសើរមិនបាននោះទេខ្ញុំឆ្លាតអញ្ចឹងហើយគួរតែអរគុណខ្ញុំទៅដែលពួកគាត់មិនបានរៀបការជាមួយគ្នាតែយើងត្រូវរៀបការជាមួយគ្នាពិតមែនណែចាំរៀបការឲ្យបានមួយខែសិនទៅចាំពួកយើងលេងរះគ្នាវិញកុំទៅគិតច្រើនពេកគ្រាន់តែធ្វើឲ្យម៉ែឲ្យពួកយើងមិនបានរៀបការជាមួយគ្នាតើតែខ្ញុំជាស្រីណាខ្ញុំខូចឈ្មោះណាបើការរួចក៏លេងគ្នាព្រាមបែបនេះអញ្ចឹងការរួចនៅជាមួយគ្នាអស់មួយជីវិតទៅមិនលេងគ្នាទេតែយើងអត់មានចិត្តលើគ្នាផងណាយូរទៅយើងច្បាស់ជាមានចិត្តលើគ្នាហើយទ្រាំទៅធ្វើមិនតាមយើងទេមួយខែកន្លងផុតទៅមង្គលការនេះអង្កាននិងនាងកេសរក៏ប្រព្រឹត្តទៅយ៉ាងរលូននៅលើផ្ទះខ្ញុំមកនេះគិតថារៀបការជាមួយនឹងអ្នកសុភាទេតែបែរជាមករៀបការឲ្យកូនយើងទៅវិញហើយមើលទៅពួកយើងប្រហែលជាគ្មាននិស្ស័យនឹងគ្នាពិតមែនហើយអ្នកសុភាអើយឲ្យតែកូនយើងមានក្តីសុខទៅបានហើយយើងធ្វើជាដំណងនឹងគ្នាក៏បានដែរធ្វើម៉េចបើយើងមិនមែនជាគូព្រេងនឹងគ្នាផងនោះបើដោយទៅតាមយថាតាមចុះនៅរបងនៅក្រុងផ្ទះណែលោកអង្កានទៅទិញស្វាយឲ្យខ្ញុំបន្តិចមកខ្ញុំដូចជាគ្លៀងគ្រឿងមកជូរណាស់ថ្ងៃហ្នឹងមកប្រើស្អីមនុស្សពងរវល់ភ្លោនេះទៅទិញខ្លួនឯងទៅមកគ្លៀងស្វាយអីកាប់ព្រឹកហ្នឹងណានេះគ្រាន់តែទៅទិញឲ្យប្រពន្ធបន្តិចមិនបានទេមែនទេបើមនុស្សឃ្លាននេះធ្វើប្តីគេយ៉ាងម៉េចហ្នឹងក
គ្រាន់តែប្រពន្ធប្រាបន្តិចបន្តួចសោះប្រកាច់បែបនេះនោះ អ្នកនាងមិនបានជាឃ្លានស្វាយកាន់ព្រឹកអញ្ចឹងអ្នកនាងចាញ់កូនមែនទេ ខ្ញុំមិនដឹងទេតែដឹងត្រឹមថាឃ្លានគ្រឿងបញ្ជូរប៉ុណ្ណឹងឯង មិនដឹងជាស្អីទេឃ្លានស្អីមិនឃ្លានមកឃ្លានស្វាយកាត់ព្រឹកបាយអីមិនឃ្លានទេ មិនបាច់និយាយច្រើនទេខ្ញុំទៅទិញខ្លួនឯងក៏បានដែរប្តីស្អីប្រើបន្តិចបន្តួចសោះនិយាយច្រើនដល់ម្លឹងផងថារួចនាងកេសរក៏ដើរចេញទៅ អ្នកប្រុសធ្វើជាប្តីស្អីនឹងគ្រាន់តែប្រពន្ធប្រើបន្តិចបន្តួចសោះធ្វើមិនបានដែរអ្នកប្រុសឈឹះ នាងសុយក៏ដើរចេញទៅម្នាក់ទៀត ស្អីទេពីរអ្នកនេះចរិតខ្មើដូចគ្នាហ្មង មួយខែក្រោយមកនាងយ៉ាងកាននិងនាងកេសរក៏បានសារភាពពីកំហុសរបស់ពួកគេនៅក្នុងផ្ទះ ពុកម៉ែខ្ញុំទាំងពីរនាក់មានរឿងចង់ប្រាប់ មានរឿងអីទៅកូន គឺខ្ញុំនឹងបងអង្កានអត់មានអីនឹងគ្នានោះទេពួកខ្ញុំធ្វើនេះក៏ព្រោះមិនចង់ឲ្យអ្នកទាំងពីរត្រៀបការជាមួយគ្នាតែប៉ុណ្ណោះព្រោះពួកខ្ញុំមិនចង់បានឪពុកម្ដាយទី2នោះទេ ពួកខ្ញុំសុំទោសពុកនិងម៉ែផងដែលធ្វើឲ្យលោកទាំងពីរមិនសប្បាយចិត្ត ពុកធ្វើកូនពុកមិនម៉ែឈប់គិតពីរឿងនោះទៀតហើយលែងចង់រៀបការឲ្យទៀតហើយ ហេតុអីទៅម៉ែពួកខ្ញុំមកសារភាពបែបនេះក៏ព្រោះតែចង់ឲ្យពុកនិងម៉ែបានសប្បាយចិត្តហើយរៀបការជាមួយគ្នាវិញ ពួកយើងនឹងលែងលាក់គ្នាវិញព្រោះមិនចង់ឲ្យលោកទាំងពីរមានទឹកមុខក្រៀមក្រំនោះទេ កូនស្រីកុំគិតដូចនេះអីពួកយើងលែងចង់រៀបការអីទៀតហើយយ៉ាងណាក៏ពួកយើងចាស់អស់ហើយដែរអ្វីដែលពុកនិងម៉ែចង់បាននៅពេលនេះនោះគឺចង់ឃើញកូនស្រឡាញ់គ្នាអត់អោនឲ្យគ្នាកុំឆ្លោះទាស់តែងគ្នាសង្ឃឹមថាកូននឹងធ្វើតាមបំណងពុកម៉ែបានទៅចុះ ចឹងពុកនិងម៉ែក្មេកមិនខឹងនឹងពួកខ្ញុំទេមែនទេ មិនដឹងខំធ្វើអីទេយ៉ាងណាក្តីសុខរបស់កូនទាំងពីរសំខាន់ជាងហើយវាជាក្តីសុខរបស់ពុកនិងម៉ែផងដែរ អរគុណម៉ែនិងពុកក្មេកណាស់ដែលមិនប្រកាន់ខណ្ឌគំនិតក្មេងៗរបស់ពួកយើង